ទឹកចិត្តការលេងម៉ូតូរបស់ពួកខ្ញុំបងប្អូនឃើញហើយសុំជួយ share ម្នាក់មួយបានអត់បងប្អូនគាត់ទៅជួយ share ចែកម្លែកយកបុណ្យម្នាក់មួយបានទេបងប្អូនមិនសុំអ្វីច្រើនទេគ្រាន់តែការធ្វើបុណ្យពេលដែលខ្ញុំផុសទៅសុំឲ្យបាន view សុំឲ្យបងប្អូនចុចមេដៃក៏ដូចជា recommend ម្នាក់មួយខ្ញុំពិតជាអរគុណដល់បងប្អូនទាំងអស់គ្នាខ្លាំងមែនទែនពេលដែលខ្ញុំផុសទៅសុំតែមេដៃហើយនឹងបងប្អូនជួយចុចសញ្ញាកណ្ដឹងម្នាក់មួយគឺខ្ញុំពិតជាអរគុណច្រើនមែនទែនមុននឹងចេញដំណើរពួកខ្ញុំក៏បានដឹកសម្ភារៈហើយនឹងជាមួយនឹងក្រុមម៉ូតូបងទាំងអស់គ្នានៅទីនេះគឺពិតជាមានសេចក្តីរីករាយនិងសប្បាយចិត្តខ្លាំងមែនទែនដោយសារអីបានរួមដំណើរជាមួយគ្នាហើយមែនតើទៅវិស័យមួយនេះពេលដែលយើងដើរទៅក៏បានស្គាល់បងប្អូនយើងច្រើននោះដែរហ្នឹងហើយនិយាយទៅមានតែពាក្យថាទឹកចិត្តនិងការស្រឡាញ់គ្នាទៅវិញទៅមកហើយពួកយើងក៏បានចូលហូបបាយបន្តិចបន្តួចមុននឹងធ្វើដំណើរបន្តទៅមុខទៀតហើយនិយាយទៅពិតជាអរគុណដល់បងប្អូនក៏ដូចជាអ្នកលក់នៅទីនេះខ្លាំងមែនទែនសម្រាប់ការស្រឡាញ់ការចូលចិត្តខ្ញុំផងដែរហើយក៏មានបងប្អូនយើងបន្តហូបបាយហូបអីចឹងហើយដោយសារតែពួកយើងក៏ប្រញាប់ទៅមុខបន្តទៀតដែរឥឡូវនេះសូមកាត់បន្តិចសិនបងប្អូនគឺចូលមកដល់ការជួយអ្នកមីងនិងលោកពូដែលគាត់ពិការដៃជើងស្លាប់មួយជំហៀងខ្លួនឬក៏គាត់ដើរមិនរួចតែម្ដងគឺស្ថិតនៅក្រុងព្រះសីហនុនឹងឯងហើយក៏មានបងប្អូនយើងរៀបចំសម្ភារៈអីរួចរាល់ហើយដែរបាទប៉ុន្តែអាកាសធាតុរៀងក្តៅបន្តិចតែអាកាសធាតុក្តៅក៏វាមិនជាបញ្ហាសម្រាប់ពួកយើងដែរព្រោះថាពួកយើងមានគ្នាច្រើនជួយគ្នាតេបតបអ្នកបន្តិចអ្នកទួយទៅក៏រួចរាល់ផងដែរហើយក្នុងវីដេអូនេះខ្ញុំក៏សូមអរគុណទៅដល់គ្នាយើងសូមអរគុណទៅដល់អ្នកមើលសូមអរគុណទៅដល់ពុកម៉ែមីមីងសូមជួយគ្រប់គ្រងក្រុមម៉ូតូរបស់ពួកខ្ញុំផងគឺក្រុមម៉ូតូនៅកម្ពុជារួបរวมថវិកាគ្នាជាធ្លុងមួយដើម្បីមកជួយលោកពូអ្នកមីងនៅក្រុងព្រះសីហនុនឹងតែម្ដងបងប្អូនយើងហើយសម្ភារៈនេះគឺមានច្រើនមែនតើបងប្អូនគឺបងប្អូនដូចមើលក្នុងវីដេអូនេះទៅគឺមានគ្រប់សពបែបយ៉ាងអស់ហើយគឺមកអស់ហើយបាទសម្ភារៈហើយនៅក្នុងវីដេអូមួយនេះក៏សូមអរគុណដល់បងប្រុសខ្លាំងយកទៅមែនតើហើយព្រោះថាគាត់បានជួយសម្រួលចរាចរណ៍ដល់ពួកខ្ញុំព្រោះថាបើសិនជាមិនមែនលោកពូមិនមានលោកអ៊ំនៅទីនេះដែលគាត់ជួយសម្រួលចរាចរណ៍នៅលើដងផ្លូវឲ្យខ្ញុំមែនតើខ្ញុំពិតជាអរគុណហើយលើកម្រាមដៃ10អរគុណដល់លោកពូនិងលោកអ៊ំមេឃុំនៅទីនេះយកទៅមែនតើហើយមកកម្មវិធីនេះគឺអត់មានលិខិតថ្លែងអំណរគុណឬក៏លិខិតសរសើរជូនដល់ពួកយើងទេដោយសារអីគឺយើងត្រូវការលុយយកទៅមែនតើដើម្បីមកជួយដល់លោកពូនៅទីនេះគឺបានចំនួន$700ជាងបូករួមទាំងសម្ភារៈនេះគឺ$1000ជាងបងប្អូនហើយក៏យើងបានបកគលលុយជូនលោកពូបាទជូនលោកពូលោកអ៊ំនៅទីនេះដែលជាលោកពូមេភូមិមេឃុំនៅទីនេះផងដែរអញ្ចឹងហើយចំនួនលុយដែលប្រគល់ជូនអ្នកមីងដែលជាប្រពន្ធលោកពូគាត់ពិការដៃជើងនេះគឺបងប្រុសដែលសម្រួលចរាចរណ៍ឲ្យពួកយើងគឺគាត់មិនទទួលយកទឹកប្រាក់នេះទេដែលយើងជូនគាត់គឺគាត់ឲ្យត្រឡប់មកកាន់យើងវិញដើម្បីជួយទៅដល់អ្នកមីងវិញហើយនិយាយទៅពិតជាអរគុណទឹកចិត្តបងប្រុសយកតែមែនតើហើយដោយសារអីគឺយើងបានគិតគូរលើនឹងដែរប៉ុន្តែបងប្រុសអត់ទទួលទេខ្ញុំពិតជាមានសេចក្តីរីករាយត្រេកអរមែនតើចំពោះលោកពូតែមានមោទនភាពចំពោះបងប្អូនហើយមកជួយនិងសម្រួលចរាចរណ៍ដោយមិនគិតពីទឹកប្រាក់ជាធំគឺទឹកចិត្តធំធេងណាស់បាយក៏សូមប្រគល់ថវិកាជូនអ្នកមីងផងដែរហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាយើងបាទដែលបានមើលវីដេអូនេះកុំភ្លេចជួយគាំទ្រទាំងអស់គ្នាព្រោះថានេះគឺជាទឹកចិត្តរួមរបស់ពួកយើងហើយទឹកចិត្តមួយនេះគឺមិនអាចបំភ្លេចបានទេនៅតែនៅក្នុងវីដេអូរបស់ខ្ញុំជារៀងរហូតទោះបីជាមានការគាំទ្រតិចក្តីច្រើនក្តីគឺមាននៅក្នុងនេះទាំងអស់មកហើយក៏សូមអរគុណទៅដល់បងប្រុសកូនមកចោផងដែរបាទដែលគាត់អ្នករៀបចំកម្មវិធីនេះឡើងហើយក៏ធ្វើឲ្យកក្រើកម្ដងទៀតនៅឯក្រុងព្រះសីហនុយើងដែរហើយមែនតើទៅឯកស្ថានក្រុមទឹកអំពៅគឺអូអែមខ្លាំងណាស់ស្អាតយកទៅមែនតើហើយអញ្ចឹងក៏មានបងច្រើនផងដែរដែលមិនទាន់បានរៀបចំក្រុមបានល្អគឺមិនទាន់មានឯកស្ថានត្រឹមត្រូវដូចជាក្រុមខ្ញុំផងដែរបាទប៉ុន្តែក៏សូមអរគុណទៅដល់បងទាំងអស់គ្នាដែលអត់ទាន់រៀបចំបានល្អទេប៉ុន្តែយើងមានទឹកចិត្តធំធេងបញ្ជាក់នៅក្នុងវីដេអូមួយនេះបើសិនជាការនិយាយរបស់ខ្ញុំមានសេចក្តីខុសឆ្គងត្រង់ណាក៏សូមបងប្អូនខន្តីអភ័យទោសចំពោះខ្ញុំផង
ហើយនេះគឺជាសកម្មភាពរបស់ខ្ញុំដែលកំពុងតែរាយថវិកាជួយមួយគ្រួសារទៀតបងប្អូនគឺយើងអត់ទាន់ដាច់ចិត្តទេអត់ទាន់ដាច់ចិត្តណាទេគឺយើងត្រូវជួយមួយគ្រួសារទៀតហើយក៏សូមអរគុណដល់បងទាំងអស់គ្នាខ្ញុំលើកមករៀបដៃ10ចំពោះការជួយគឺមិនបើកភ្នែកមើលគឺមិនបិទភ្នែកមើលទេបាទគឺយើងជួយទៅដល់មួយគ្រួសារទៀតភ្លាមហើយបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថាមួយគ្រួសារដែលយើងជួយភ្លាមអញ្ចឹងបានទឹកប្រាក់សរុបចំនួនប៉ុន្មានឥឡូវនេះយើងកំពុងតែចាត់ចែងរៀបរាប់ដោយខាងលើនេះឯងបាទហើយខ្ញុំពិតជាអរគុណទៅដល់បងប្អូនយើងមែនតើដែលរួមគ្នាជាធ្លុងមួយក្នុងការប្រមូលថវិកានេះទៀតសោតបាទនិយាយទៅបងប្អូនអើយស្អីក៏មានដែរបាទចែកបងប្អូនចែកនេះចែកនោះដល់បងប្អូនអូថតរួមនេះគឺសប្បាយមែនតើអញ្ចឹងទីទៀតខ្ញុំនឹងរាយរាប់ថវិកាតែយើងសរុបចំនួនគ្រួសារទី2តើបានប្រមាណតឥឡូវយើងចូលមកដល់ការសរុបទាំងអស់គ្នាឥឡូវនេះគឺយើងបានមកជួយដល់លោកអ៊ំមួយគ្រួសារទៀតដែលខ្ញុំនិយាយមុនហ្នឹងបាទអញ្ចឹងទឹកប្រាក់សរុបរបស់យើងដែលយើងជួយបងអូនពីការដៃជើងនេះគឺបាទក្មួយលោកអ៊ំគាត់ពីការដៃជើងទៀតហើយអញ្ចឹងនៅនេះសិតតអ្នកពីការច្រើនយកមែនតើអញ្ចឹងទឹកប្រាក់សរុបនេះគឺបានចំនួន910000ជាងបងប្អូនពីក្រុមកមកចូលដែលជាអ្នកផ្ដើមកម្មវិធីថតជាមួយនឹងបងប្អូនយើងទុកជាអនុស្សាវរីយ៍ផងដែរនិយាយទៅខ្ញុំមានតែមករៀបដៃ10អរគុណដល់បងប្អូនអរគ្នាទេព្រោះថាកម្មវិធីយើងក៏ចិត្តចប់ផងដែរបាទឥឡូវយើងក៏ត្រឡប់មកផ្ទះវិញហើយជាមួយនឹងក្រុមម៉ូតូ AKR របស់ពួកយើងមករួមជាមួយនឹងក្រុមម៉ូតូ WRSX មួយធីមទៀតឥឡូវនេះពិតជាអរគុណហើយវីដេអូយើងក៏ដល់ទីបញ្ចប់ដែរអរគុណដល់បងប្អូនអរគ្នា